bạnជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះដែរខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូអំពីការបន្ថែមសិស្សទៅក្នុងសិស្ស Python របស់ខ្ញុំបាទអញ្ចឹងការបន្ថែមសិស្សទៅក្នុងសិស្ស Python របស់ខ្ញុំគឺលោកគ្រូអ្នកគ្រូអាចបន្ថែមទៅបានបន្ទាប់ពីលោកគ្រូអ្នកគ្រូធ្វើតេស្តវិនិច្ឆ័យរួចបាទមានន័យថាតើតែលោកគ្រូអ្នកគ្រូធ្វើតេស្តវិនិច្ឆ័យចប់សពគ្រប់យើងស្វែងរកឃើញថាតើសិស្សគាត់ស្ថិតនៅក្នុងកម្រិតណាហើយនៃការរៀន Python របស់គាត់ទើបលោកគ្រូអ្នកគ្រូអាចបន្ថែមទៅក្នុងសិស្ស Python របស់ខ្ញុំបាទអញ្ចឹងការបន្ថែមទៅសិស្ស Python របស់ខ្ញុំគឺដើម្បីបែងចែកសិស្សដែលគាត់ត្រូវរៀនបន្ថែមហើយយើងអាចតាមដានវឌ្ឍនភាពក៏ដូចជាធ្វើកិច្ចសន្យាផ្សេងជាមួយសិស្សនោះបានអញ្ចឹងខ្ញុំសូមបង្ហាញលោកគ្រូអ្នកគ្រូអំពីការបន្ថែមបាទនេះគឺជាថ្នាល Python របស់យើងអញ្ចឹងដើម្បីបន្ថែមបានលោកគ្រូអ្នកគ្រូចុចមក profile បាទបន្ទាប់ពីចុចមក profile ហើយលោកគ្រូអ្នកគ្រូចុចមកបញ្ជីសិស្សបន្ទាប់ពីចុចមកបញ្ជីសិស្សហើយលោកគ្រូអ្នកគ្រូចូលទៅសិស្សរបស់ខ្ញុំបាទអញ្ចឹងខ្ញុំសូមលើកយកឧទាហរណ៍សិស្សឈ្មោះឆៃរតនានេះដដែលអញ្ចឹងបន្ទាប់ពីធ្វើតេស្តវិនិច្ឆ័យហើយលោកគ្រូអ្នកគ្រូនឹងឃើញមានសញ្ញាបូកបាទនៅខាងស្ដាំដៃនេះបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូកលេចទៅមើលសិស្សផ្សេងទៀតគឺអត់មានសញ្ញាបូកដូចគាត់ទេដោយសារតែសិស្សផ្សេងទៀតនោះគឺមិនទាន់បានធ្វើតេស្តវិនិច្ឆ័យទេបាទអញ្ចឹងលុះត្រាណាតែធ្វើតេស្តវិនិច្ឆ័យហើយវានឹងប្រែពីរូបកូនសោនេះមកជាសញ្ញាបូកនេះវិញបាទអញ្ចឹងខ្ញុំសូមចុចនៅលើនេះមកនោះយើងត្រូវចុចម្ដងទៀតដើម្បីបន្ថែមសិស្សទៅ Python បាទអញ្ចឹងសួរថាតើបន្ទាប់ពីយើងបន្ថែមសិស្សទៅ Python របស់ខ្ញុំហើយយើងអាចទៅស្វែងរកនៅត្រង់ណាបានគឺយើងចុចមកសិស្ស Python របស់ខ្ញុំនេះបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចសង្កេតមើលឃើញហើយថាសិស្សឆៃរតនានេះគឺគាត់បានបន្ថែមមកសិស្ស Python របស់ខ្ញុំហើយបាទអញ្ចឹងមួយទៀតដែរបើសិនជាក្នុងករណីដែលលោកគ្រូអ្នកគ្រូចង់ដកសិស្សចេញពីសិស្ស Python របស់ខ្ញុំគឺលោកគ្រូអ្នកគ្រូអាចកលេចមកមើលសញ្ញាដកអញ្ចឹងមុនហ្នឹងសញ្ញាបូកពណ៌បៃតងឥឡូវយើងបដូរមកជាសញ្ញាដកពណ៌ក្រហមវិញបាទអញ្ចឹងយើងចុចមកសញ្ញាដកបែបនេះមកគឺសិស្សហ្នឹងគឺនឹងចេញពីសិស្ស Python របស់ខ្ញុំហើយគឺគាត់ត្រឡប់មកសិស្សនៅក្នុងថ្នាក់រៀនរបស់ខ្ញុំធម្មតាបាទអរគុណច្រើនលោកគ្រូទាំងអស់គ្នាបាទ